បាទសួរបងប្អូនទាំងអស់គ្នាបងប្អូនគ្នាអឺអត់បានទៅរកត្រីរកអីទៅទេបងប្អូនបងណាច់បងអីទេដោយសារដល់កាលបនទៀនសបាយហើយអញ្ចឹងក៏មកវត្តបងប្អូនមកវត្តថតសកម្មភាពក្មួយបងប្អូនរំលេងកំសាន្តនៅឱកាសពិធីបុណ្យចូលឆ្នាំខ្មែរយើងណាបងប្អូនឥឡូវនេះខាងខ្ញុំនេះនៅខាងស្រុកតាបែខេត្តត្បូងឃ្មុំនេះគឺថ្ងៃទី12នេះគឺចាប់ផ្ដើមហើយបងប្អូននៅវត្តតាបែទីស្រុកតាបែហ្នឹងគឺចាប់ផ្ដើមលេងហ្នឹងបងប្អូនចឹងឃើញថាមានក្មេងៗបងប្អូនអឺមកពីជុំវិញស្រុកហ្នឹងគឺមកលេងច្រើនមែនទែនបងប្អូនថ្ងៃនេះណាគឺសប្បាយមែនទែនមើលទៅណាបងប្អូនដោយសារខ្ញុំនេះវាចូលវ័យយ៉ាងច្រើនដែរបងប្អូនវានេះគឺក្មេងៗសុទ្ធហើយបងប្អូនអត់មានអ្នកវ័យប៉ិនខ្ញុំអីមកទេគឺខ្ញុំមកនេះខ្ញុំមកជូនកូនឲ្យមកលេងបាញ់ទឹកបាញ់អីចឹងទៅបងប្អូនហើយក៏ឃើញថាបងប្អូនគាត់មកលេងច្រើនមែនទែនបងប្អូនហើយឃើញថាសប្បាយបងប្អូនហើយឆ្នាំនេះឃើញថាដូចជាខុសប្លែកពីឆ្នាំមុនដែរអញ្ចឹងណាបងប្អូនដោយសារតែសកម្មភាពមកចូលរួមហ្នឹងគឺច្រើនកកបងប្អូនច្រើនកកមិនគាត់ណាសបោតែក្មេងៗបងប្អូនអត់សូវមានវ័យយ៉ាងជំទង់ច្រើនវាច្រើនគឺក្មេងៗច្រើនគាត់មកលេងចូលរួមលេងកំសាន្តណាបងប្អូនរំលេងបាញ់ទឹកអីលាបម្សៅទៅតាមចំណងចិត្តរៀងខ្លួនមិនគ្រាន់តែគាត់មកនេះគឺគោលបំណងគាត់ចង់សប្បាយរីករាយអញ្ចឹងណាបងប្អូនដោយសារមួយឆ្នាំយើងមានតែម្ដងទេគឺក្នុងឱកាសអឺចូលឆ្នាំប្រពៃណីជាតិខ្មែរយើងហ្នឹងគឺមួយឆ្នាំមានតែម្ដងទេអញ្ចឹងចង់គឺសប្បាយអស់ដៃទេបងប្អូនវាអត់មានឱកាសអីច្រើនទេមួយឆ្នាំមានតែម្ដងទេហើយអញ្ចឹងលេងម្នាក់គឺលេងមកអស់ដៃបងប្អូនគឺឃើញថាសប្បាយរីករាយមែនទែនបងប្អូនមានទាំងឡានអីបាញ់ទឹកមិញអីគឺមកដែរបងប្អូនអ្វីអញ្ចឹងគឺបកបរិយាកាសឲ្យកាន់តែសប្បាយរីករាយទៀតបងប្អូនហើយពាក់ព័ន្ធនឹងការមកលេងនេះគឺឃើញថាល្អមែនទេបងប្អូនល្អទាំងថាគាត់ក្មេងៗគាត់ស្រស់ស្រួលគ្នាល្អអញ្ចឹងបងប្អូនគាត់មកលេងអីក៏គាត់មិនអីទៅប៉ះពីអីគ្នាដែរគឺគាត់ចូលរួមលេងសប្បាយរីកទាំងអស់គ្នាអញ្ចឹងណាបងប្អូនហើយការរំរែកអីហ្នឹងគឺគាត់លះមកអស់ដៃបងប្អូនគឺរំសប្បាយអីតាមបនតាមទៀនទៅហើយគាត់ឃើញថាសប្បាយរីករាយមែនទេបងប្អូនដោយសារអានេះបើសិនជាបានចឹងរហូតគឺល្អបងប្អូនមានថាកម្មវិធីបនទៀនយើងធម្មតាយើងខ្លាចបំផុតគឺមានការប៉ះពីគ្នាទៅបងប្អូនក្មេងៗឥឡូវណាតែដល់ពេលខ្ញុំមកថ្ងៃនេះគឺថ្ងៃដំបូងនេះឃើញថាដូចជាអត់អីទេគឺល្អមែនទេបងប្អូនអញ្ចឹងយើងចូលរួមទាំងអស់គ្នាទៅបើបានចឹងល្អរហូតទៅគឺការប្រពៃពិធីកម្មវិធីហ្នឹងគឺដឹងថាសប្បាយរហូតដែរបងប្អូននេះឡើយឃើញថាឡានបាញ់ទឹកបាញ់អីនេះគឺមកបាញ់ទឹកដើម្បីឲ្យបកបរិយាកាសឲ្យសប្បាយរីករាយបន្តទៀតណាចំខែក្តៅខែអីទៀតគឺបានទៀតនេះឥឡូវកូនរបស់ខ្ញុំបងប្អូនហើយប៉ាតម្សៅហ្នឹងបាញ់ទឹកហ្នឹងមានណាដែរមានតែគ្នាឯងតែ2នាក់ហ្នឹងពាក់ប៉ាតគ្នាទៅវិញទៅមកហ្នឹងបងប្អូនមកអង្គឯងហ្នឹងគ្មានបានប៉ាតពីណាប៉ាតពីណីគឺលាបតែគ្នាឯងលាបតែខ្លួនឯងហ្នឹងបងប្អូនអើយនេះលើឃើញថាគ្នាថាសប្បាយមែនទេបងប្អូនចង់តែមកទេគឺទេមកតាំងពីព្រឹកម៉ែគាត់គាត់ថាយើងរវល់ផងអីផងទៅគឺអត់បានជូនមកដល់ថ្ងៃយ៉ាងចិត្តល្ងាចហើយបានជូនមកអញ្ចឹងណាបងប្អូនអញ្ចឹងឃើញថាមកហ្នឹងគឺសប្បាយរបស់គាត់មែនអញ្ចឹងណាបងប្អូនអត់ដែលបានមកចូលរួមអីលេងអញ្ចឹងទៅគឺយូរគាត់ទេមកលេងម្ដងគឺជូនមកគឺឃើញថាសប្បាយរីករាយទាំងអស់គ្នាបងប្អូនហើយមនុស្សច្រើនបងប្អូនហើយបងប្អូនចូលរួមលេងកំសាន្តគឺច្រើនកកកមែនទេបងប្អូនហើយបើបានអញ្ចឹងរហូតទៅគឺល្អមែនទេបងប្អូនដោយសារតែមុនមកវាភាគច្រើនគាត់លេងលក្ខណៈតែក្រុមជាក្រុមអញ្ចឹងណាបងប្អូនបើសិនលេងតាមភូមិឯងគាត់អត់សូវចូលរួមទេគាត់លេងលក្ខណៈក្រុមគ្នាគាត់ទៅវាបែកគ្នាអញ្ចឹងដល់ពេលគាត់កម្មវិធីនៅវត្តឃើញថាមានការចូលរួមច្រើនអញ្ចឹងគឺសប្បាយមែនទេបងប្អូនសប្បាយរីករាយហើយយើងទៅលេងទៅមើលហ្នឹងក៏យើងឃើញថាសប្បាយរីករាយដែរហើយបើជំនាន់យើងវិញបានបាសបានអីទៀតអូដល់ថាសប្បាយប៉ុណ្ណាទេបងប្អូនមិនគ្រាន់តែឥឡូវខុសប្លែកទេគឺល្បែងល្បាំអីអត់សូវមានការចូលរួមទេគឺបានតែរំរែកអញ្ចឹងគឺក្មេងៗចូលចិត្តអញ្ចឹងបងប្អូនហើយមិនដឹងថាម៉េចហ្នឹងតាមសម័យកាលតាមបរិបទសង្គមតែហ្នឹងវាតែមានមែនអត់ទេបងប្អូនកម្មវិធីរបស់វត្តគឺដឹងតែមានកម្មវិធីល្បែងល្បាំជាប្រៃរបស់យើងមានប៉ុន្តែគ្រាន់ថា
ពេលច្រើនលេងពេលព្រឹកពេលអីទៅហើយពេលល្ងាចគឺកម្មវិធីរំលែកដើម្បីបកបរិយាកាសរីករាយហើយឲ្យសប្បាយអញ្ចឹងណាបងប្អូនហើយឃើញថាសប្បាយណាស់បងប្អូនបងប្អូនយើងមករំលែកទាំងអស់គ្នាគឺសប្បាយមែនទែនហើយម្នាក់មុខដល់ហ្នឹងបងប្អូនធម្មតាលាមសៅបងប្អូនមុខសិតតែសៅហើយម្នាក់បងប្អូនឲ្យតែប្រទះមុខស្អាតគឺដឹងតែលាបប៉ាត់ណាប៉ាត់ណីហើយល្អដែរបងប្អូនអត់មានបញ្ហាអីដល់នេះណោទេគឺគាត់លេងលក្ខណៈសប្បាយរីករាយបងប្អូនអត់មានអីធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអីផ្សេងៗទេបងប្អូនគឺគាត់លេងសប្បាយរីករាយទាំងអស់គ្នាអញ្ចឹងបងប្អូនហើយវីដេអូនេះគឺខ្ញុំគាត់តែថតចែកជូនបងប្អូនទស្សនាលេងថាខាងខ្ញុំនេះនៅស្រុកតបែខេត្តត្បូងឃ្មុំបងប្អូនទីស្រុកបដ ாய் ទេបងប្អូនទីស្រុកគឺចាប់ផ្ដើមលេងចាប់ពីថ្ងៃទី12ទៅគឺក្មេងៗមកចូលរួមលេងកំសាន្តសប្បាយរីករាយបងប្អូននេះច្រើនណាស់អញ្ចឹងបើសិនជាបងប្អូននៅតំបន់ឆ្ងាយអាចចិត្តស្រុកអីអាចមកលេងបានអញ្ចឹងបងប្អូនដោយសារកម្មវិធីគឺចាប់ដើមលេងហ្នឹងបងប្អូនហ្នឹងហើយបងប្អូនវីដេអូមានតែប៉ុណ្្នឹងអរគុណច្រើន